បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងគ្នាប្រាប់វីដេអូមួយនេះគឺជាវីដេអូភាគទី3នៃរបៀបរៀនទិញទំនិញពី app Alibaba ដែលយើងដឹកជូនតាមរយៈក្រុមហ៊ុន DOSB អញ្ចឹងសម្រាប់បងប្អូនដែលអត់ទាន់បានមើលនៅភាគទី1និងទី2អាចចូលទៅមើលនៅក្នុង Channel YouTube របស់ខ្ញុំទៅគឺឃើញមានតាមភាគនីមួយៗដែលភាគទី1យើងរៀនពីរបៀបនៃការបង្កើត account និងភ្ជាប់ខ្សែឋានភាគទី2យើងរៀនពីរបៀបនៃការចូលទៅមើលគុណភាពទំនិញក៏ដូចជាការមើលទៅលើប្រវត្តិរូបរបស់រោងចក្រឬមួយក៏ហាងតើយើងអាចទិញបានឬអត់អញ្ចឹងនៅភាគនេះយើងរៀនពីភាគទី3គឺជាភាគដែលយើងត្រូវទូទាត់ថ្លៃដឹកជញ្ជូននិងគំរូឬក៏ដូចជាលំនាំនៃការឆាតទៅកាន់អ្នកលក់ផ្សេងអូខេអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនចូលទៅបើកនៅក្នុង app Alibaba មកបាទអញ្ចឹងនៅពេលដែលយើងបើកទៅលើ app Alibaba រួចបងប្អូនចង់ទិញទៅលើទំនិញមួយណាអាច search តាមរយៈខាងលើនេះឬមួយក៏បងប្អូន scroll មើលនៅក្នុងហ្នឹងក៏បានដែរនៅពេលដែលឃើញរួចបងប្អូនអាចចុចទៅលើរូបទំនិញនឹងមួយអញ្ចឹងឧទាហរណ៍ថាទំនិញមួយនេះបងប្អូនចុចទៅលើវាមួយទៅអញ្ចឹងនៅក្នុងការមើលគុណភាពទំនិញក៏ដូចជាការមើលទៅលើហាងគឺខ្ញុំអត់បង្ហាញទេនៅភាគទី2សារខ្ញុំបានបង្ហាញរួចហើយអញ្ចឹងឧទាហរណ៍ថាបងប្អូនចង់បានទំនិញហ្នឹងមានពណ៌អីបងប្អូន scroll វាមកបាទ scroll រមើលមកឧទាហរណ៍ថាទំនិញមួយនេះយើងចុចលើវាមួយហើយយើងចុចលើវាឲ្យជាប់ដើម្បី save វាមកឬមួយក៏ទូរស័ព្ទបងប្អូនខ្លះអាច save បានទេបងប្អូនអាច short screen វាមកបាទយើង short screen វាអញ្ចឹងមកហើយបងប្អូនចូលទៅពាក្យថា chat now ដែលមានពាក្យនៅកន្លែងនេះអញ្ចឹងយើងចុចទៅលើ chat now មួយទៅពេលអញ្ចឹងបន្ទាប់ពីបងប្អូនចុច chat now ហើយបងប្អូន hello ទៅគេហើយបងប្អូនធ្វើការ send រូបភាពទំនិញនឹងទៅឲ្យខាងអ្នកលក់គាត់មើលអញ្ចឹងខ្ញុំសូម back ទៅក្រោយវិញខ្ញុំសូមបង្ហាញពីគំរូក៏ដូចជាលំនាំនៃការឆាតរបស់ខ្ញុំដែលខ្ញុំមានហើយស្រេចអញ្ចឹងសម្រាប់នៅពេលដែលបងប្អូនឆាតទៅអ្នកលក់ហើយម្ដងទៅគឺវានឹង load នៅកន្លែងពាក្យ Messenger នៅខាងក្រោមកណ្ដាលហ្នឹងណាអញ្ចឹងបងប្អូនចូលទៅឆាតអូខេអញ្ចឹងដោយតំណែងមួយនេះអញ្ចឹងគឺខ្ញុំបានឆាតទៅកាន់អ្នកលក់ខ្ញុំ hello ទៅគាត់បន្តមកទៀតខ្ញុំបាន save រូបភាពហើយខ្ញុំឆាតទៅគាត់ហើយយើងប្រាប់ថាយើងត្រូវការមួយអញ្ចឹងនៅក្នុងនេះគឺជាទូទៅគឺយើងប្រើប្រាស់ជាភាសាអង់គ្លេសអញ្ចឹងបងប្អូនអាចប្រើប្រាស់ជាភាសាអង់គ្លេសមិនចាំបាច់ជាត្រូវវេយ្យាករណ៍អី 100% ដែរហើយអាចនិយាយថាកាត់ន័យយល់ជាមួយខាងអ្នកលក់នឹងទៅបើសិនជាគេយល់គឺអូខេហើយមិនបាច់ចាំប្រើវេយ្យាករណ៍អីខ្លាំងពេកទេឬមួយក៏បងប្អូនខ្លះអត់សូវចេះគាត់អាចប្រើ Google Translate ដើម្បីជំនួយនៅក្នុងការឆាតហ្នឹងក៏បានដែរអញ្ចឹងយើងប្រាប់ថាយើងត្រូវការមួយហើយយើងសួរតម្លៃពីគាត់ដោយសារតែនៅក្នុងនេះគឺតំណែងមួយហ្នឹងគេកំណត់លក់ចាប់ពី2ឡើងទៅដោយនៅក្នុងដែលគេរាយរាប់នេះគេប្រាប់ថា our minimum order នេះគឺចាប់ពី2ឡើងអញ្ចឹងបើយើងចង់ទិញមួយគេអត់លក់ឲ្យទេនៅក្នុងនេះណាអូខេអញ្ចឹងក៏ខ្ញុំទុកចោលទៅស្រាប់ថាសាច់ឡើងក៏គាត់ឆាតមកខ្ញុំម្ដងទៀតគាត់ថាអាចលក់ឲ្យបានអញ្ចឹងក៏គាត់ដាក់តម្លៃមកខ្ញុំគឺតម្លៃប៉ុណ្នេះហើយយើងសួរបញ្ជាក់គាត់ថាមួយហ្នឹងតើគាត់អាចលក់ឲ្យយើងបានអត់អញ្ចឹងណាអូខេអញ្ចឹងនៅក្នុងចំណុចនេះនៅក្នុងករណីតំណែងរបស់ខ្ញុំនេះគឺมันមានជាបញ្ហាសាំញ៉ាំច្រើនបើសិនជាបងប្អូនចង់សួរនាំព័ត៌មានតំណែងបងប្អូនអាចឆាតច្រើនជាងខ្ញុំអញ្ចឹងទៀតក៏បានដែរសួរពីគុណភាពតំណែងសួរពីវត្ថុធាតុដើមក៏ដូចជាសួរពីបញ្ហាផ្សេងឧទាហរណ៍ថាបើសិនជានីលកាអញ្ចឹងទៅវាមានបញ្ហាជំរាបទឹកការពីជំរាបទឹកបានរយៈប្រមាណអីប្រមាណអញ្ចឹងទៅហើយបើសិនជាកៅអៅអាចថាពាក់សាយ M ឬក៏សាយ L ហ្នឹងចាប់ពីគីឡូប៉ុណ្ណាទៅប៉ុណ្ណាអាហ្នឹងយើងបញ្ជាក់ជាមួយខាងអ្នកលក់ឲ្យច្បាស់បន្ថែមទៀតអញ្ចឹងណាពេលអញ្ចឹងយើងត្រូវសួរនាំគាត់អស់រាល់សំណួរដែលបងប្អូនមានគឺបងប្អូនត្រូវតែសួរនាំខាងអ្នកលក់នឹងឲ្យច្បាស់ទាំងអស់ទៅឬមួយក៏បើអាចឲ្យខាងអ្នកលក់ហ្នឹងគេថតជារូបភាពឬមួយក៏គេផ្ញើជាវីដេអូឲ្យយើងមើលនៅក្នុងឆាតហ្នឹងមកអូខេអញ្ចឹងបន្ទាប់ពីយើងអូខេហើយបន្ទាប់ពីយើងអូខេជាមួយតម្លៃនឹងហើយនៅក្នុងនេះគឺខ្ញុំច្រឡំសែនអាស័យដ្ឋានក្រុមហ៊ុនផ្សេងឲ្យតែតាមពិតនៅក្នុងនេះគឺងាយស្រួលដែរបងប្អូនគ្រាន់តែចូលទៅapp DOSB របស់យើងហើយបងប្អូន copy ផ្ញើឲ្យគាត់ទៅនៅក្នុងនេះពេលអញ្ចឹងកាត់ចូលមកដល់កន្លែងផ្ញើអាស័យដ្ឋាននេះអញ្ចឹងនៅពេលដែលគេប្រាប់តម្លៃមកយើងហើយបងប្អូនចុចទៅលើ app DOSB នេះមួយមកបន្ទាប់ពីចុចទៅលើ app DOSB រួចបងប្អូនចុចទៅលើទីតាំងឃ្លាំងចិនរួចបងប្អូនចុចទៅលើផ្លូវគោកនេះ
បាទចុចព័ត៌មានថែមហ្នឹងទៅរួចបងប្អូនចុចពាក្យថាចម្លងទាំងអស់នៅកន្លែងនេះណាគេយើងចុចចម្លងទាំងអស់អញ្ចឹងហើយចាំបងប្អូនចូលមកកាន់ Alibaba មកហើយចូលមកឆាតនឹងរួចបងប្អូន send ផាសទៅគេទៅបាទផាសនៅកន្លែងនេះហើយបងប្អូន send ទៅគេទាំងអស់ទៅអូខេនេះគឺកន្លែងនេះបងប្អូន send ទៅគេទាំងអស់ទៅបន្តមកទៀតនៅពេលដែលយើង send ទៅគេរួចយើងប្រាប់ថានេះជាអាសយដ្ឋានភ្នាក់ងារដឹងជូនរបស់យើងនៅចិនអញ្ចឹងទៅអញ្ចឹងគេអូខេជាមួយយើងអញ្ចឹងបន្ទាប់ពីគេអូខេរួចបងប្អូនអាចសុំជា payment link ឬមួយក៏ order ID សម្រាប់យើងទូទាត់លុយអញ្ចឹងខាងអ្នកលក់គឺគាត់ទម្លាក់ជា link នេះមកសម្រាប់ឲ្យយើងទូទាត់ហើយអញ្ចឹងនៅក្នុង form មួយនេះដែរដោយសារតែខ្ញុំបានទូទាត់រួចហើយអញ្ចឹងវាអត់មានកន្លែងចុចពាក្យ make payment ទេជាទូទៅបើសិនជាយើងអត់បាន pay គេទម្លាក់payment link នឹងមកនៅកន្លែងនេះវាមានពាក្យថា make payment អញ្ចឹងយើងចុចទៅលើពាក្យ make payment ទៅគឺវាចូលទៅដល់កន្លែងភ្ជាប់កាតជាទូទៅណាអូខេនេះរបៀបគំរូដែល payment link ដែលគេទម្លាក់មកគឺវាមានពាក្យ make payment នៅកន្លែងនេះអញ្ចឹងនៅពេលដែលបងប្អូនចុចលើពាក្យ make payment ទៅឧទាហរណ៍អញ្ចឹងបងប្អូនចុចទៅលើពាក្យ make payment មួយទៀតវាចូលទៅដល់ចំណុចកន្លែងមួយនេះដែលយើងត្រូវភ្ជាប់កាតអញ្ចឹងខាងលើនេះដោយសារតែកាតរបស់ខ្ញុំធ្លាប់ភ្ជាប់ពីមុនម្ដងហើយអញ្ចឹងវាមានជាប់នៅហ្នឹងតែដែលឡែកបងប្អូនអត់ទាន់មានទេបងប្អូនអាចចុចទៅលើកន្លែង add a new visa card មកនៅកន្លែងនេះជាទូទៅបងប្អូននៅខ្មែរយើងគាត់ប្រើជាប្រភេទ visa card ឬក៏ master card ដែលព័ត៌មានការទាំងអស់ហ្នឹងវាមានដូចជាលេខកាត16ខ្ទង់មានឈ្មោះរបស់យើងហើយនឹងខែឆ្នាំផុតកំណត់កាតនិងលេខ CVV 3ខ្ទង់ដែលបើសិនជាបងប្អូនប្រើអាកាសផ្លាស្ទិករឹងយើងនៅក្រៅអាកាសផ្លាស្ទិកហ្នឹងគឺបងប្អូនក្លាប់កាតមកឃើញនៅខាងក្រោយក្នុងកាត3ខ្ទង់ដែលឡើយសម្រាប់បងប្អូនប្រើកាតនិមិត្តដូចជាឧទាហរណ៍នៅក្នុង ABA គឺវាមានពាក្យថាបង្ហាញ CVV នៅកន្លែងក្រោមកាតនិមិត្តបន្តិចណាអញ្ចឹងបងប្អូនចុចទៅលើនឹងមួយទៅគឺវាបង្ហាញលេខកូដ3ខ្ទង់មកអញ្ចឹងបងប្អូនបំពេញព័ត៌មានទាំងអស់នឹងរួចបងប្អូនចុចពាក្យ Pay Now ទៅអញ្ចឹងនៅពេលដែលបងប្អូន Pay ទៅគឺវានឹងកាត់លុយចេញពីកង់របស់យើងអូតូតែម្ដងគេអញ្ចឹងអានេះខ្ញុំគ្រាន់តែឧទាហរណ៍ទេចូលមកលំនាំរបស់យើងវិញអូខេអញ្ចឹងអានេះឧទាហរណ៍ថាបងប្អូនទិញរួចហើយអញ្ចឹងបន្ទាប់ពីនឹងហើយពី3ថ្ងៃបងប្អូនអាចឆាតទៅសុំលេខ tracking number លេខ tracking number គឺជាលេខកូដតំណែងនៅពេលដែលហាងហ្នឹងក៏ដឹកចេញឲ្យយើងគឺគេនឹងមានលេខកូដឬក៏លេខ tracking number ឲ្យយើងមួយសម្រាប់យើងទុកឆែកឬក៏សួរនាំទៅខាងក្រុមហ៊ុនដឹងជូនដែលយើងបានភ្ជាប់អញ្ចឹងណាអញ្ចឹងនៅកន្លែងនេះដោយសារតែខាងអ្នកលក់គាត់អត់ទាន់ដាក់ចេញឲ្យខ្ញុំទេអញ្ចឹងកន្លែងនេះគេអត់ទាន់ផ្ញើខ្ញុំទេតាមពិតទៅ tracking number ហ្នឹងគឺយើងអាចឆាតនៅក្នុងគឺយើងអាចយកនៅក្នុង Alibaba នឹងផ្ទាល់ក៏បានដែរប៉ុន្តែគាត់ថាវាយូរអញ្ចឹងណាដោយពេលខ្លះគេដាក់ដឹកឲ្យយើងថ្ងៃហ្នឹងនៅក្នុង app Alibaba គេអត់ទាន់ update ឲ្យយើងអញ្ចឹងយើងអត់ទាន់អាចទៅយកបានឬក៏មួយថ្ងៃពីរថ្ងៃក៏អត់ទាន់មានដែរអញ្ចឹងបានថាបើយើងឆាតទៅអ្នកលក់វាលឿនជាងអូខេអញ្ចឹងយើងអាចតាមដានមើលបន្ថែមទៀតអញ្ចឹងបន្ទាប់ពីយើងទិញហើយយើងបែកទៅក្រោយទៅបងប្អូនចូលទៅកន្លែងពាក្យនេះ My Alibaba បន្ទាប់មកបងប្អូនមើលនៅកន្លែងពាក្យ process អញ្ចឹង process នៅកន្លែងនេះគឺមានន័យថាតំណែងបងប្អូនបាន pay រួចហើយយើងចុចទៅលើនឹងមួយមកហើយវាចេញពាក្យថា waiting for supplier to ship មានន័យថាអវ៉ាន់ហ្នឹងគឺរងចាំខាងអ្នកលក់ដឹកជញ្ជូនអញ្ចឹងកន្លែងនេះមានន័យថាក្រុមមានន័យថាតំណែងហ្នឹងអត់ទាន់បានដឹកចេញមកទេបងប្អូនចុចទៅលើនឹងមួយទៅពាក្យ shipment detail មានន័យថាជាព័ត៌មានលម្អិតអំពីការដឹកជញ្ជូនតំណែងមួយហ្នឹងនៅក្នុងនេះគេដាក់ថា tracking for your shipment is not available មានន័យថាអវ៉ាន់ហ្នឹងគឺអត់ទាន់បានដឹកចេញទេអញ្ចឹងយើងចុចទៅលើនឹងមួយទៅគឺអត់មានព័ត៌មានអីទេដោយឡែកបើករណីថាតំណែងបងប្អូនហ្នឹងគេដឹកចេញមកគឺវាមានចុចកន្លែងហ្នឹងទៅគឺវាមានប្រតិបត្តិការដឹកជូនជាពិសេសគឺកន្លែងលេខ tracking no នេះគឺជា tracking number ដែលយើងអាចយកទៅតាមដានជាមួយក្រុមហ៊ុនដឹកជូនបានអញ្ចឹងបងប្អូនមើលនៅកន្លែងពាក្យនេះអាសាចូលមើលវាទៅ 4-5 ថ្ងៃទៅចូលមើលទៅបើសិនជាករណីថាបងប្អូនឃើញពាក្យថាសាញមានន័យថាចុះហត្ថលេខាហើយអញ្ចឹងនៅក្នុង app DOSB គឺបង្ហាញនៅក្នុង app DOSB របស់យើងមកតែម្ដងដោយគេបង្ហាញនៅត្រង់ចំណុចការដឹងជូនកន្លែងនេះបងប្អូនចុចមកគឺមានតំណែងរបស់យើង load នៅកន្លែងហ្នឹងមកបើសិនជាតំណែងមួយហ្នឹងបានចូលទៅដល់ឃ្លាំង DOSB ហើយគេ scan ចូល account របស់យើងរួចគឺវានឹង load នៅក្នុងហ្នឹងតែម្ដងយើងអត់មានចាំបាច់ត្រូវធ្វើអីបន្ថែមទៀតទេយើងគ្រាន់តែចូលទៅតាមដានទេអញ្ចឹងអានេះជារបៀបនៃការឆាត
ទិញពីអ្នកលក់និងការតាមដានទំនិញថាតើទំនិញហ្នឹងការដឹកជូនគេដល់ណាអញ្ចឹងណាអញ្ចឹងពាក្យនេះយើងរៀនប៉ុណ្្នឹងសិនហើយភាគក្រោយគឺបងប្អូននឹងរៀនពីរបៀបនៃការតាមដានទំនិញនៅក្នុង app DOSB ក៏ដូចជាការទូទាត់ថ្លៃដឹកជូននៅក្នុងនឹងតែម្ដងបងប្អូនមានចង្អុលផ្សេងអាច comment សួរនៅខាងក្រោមវីដេអូឬមួយក៏បងប្អូនអាច join យើងក្រុម Telegram ដែលមាន link នៅខាងក្រោម description នៃវីដេអូនឹងស្រេចសម្រាប់ការ join ក្រុម Telegram គឺខ្ញុំឆាចម្នាក់តែ$1ទេដើម្បីចូលទៅក្នុងក្រុមនឹងតម្លៃសម្រាប់បងប្អូនដែលចង់ចេះទិញឲ្យកាន់តែច្បាស់អាចទិញជាកញ្ចប់មេរៀនក៏បានដែរសម្រាប់តម្លៃកញ្ចប់មេរៀនមកចេះ$10ខ្ញុំមានជាវីដេអូមេរៀនលម្អិតជូនបងប្អូនតាំងពីដើមដល់ចប់ហើយជាពិសេសបងប្អូនទទួលបានការដោះស្រាយបញ្ហាក៏ដូចជាការប្រឹក្សាយោបល់ជាមួយខ្ញុំរហូតដល់បងប្អូនចេះទិញតែម្ដងអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនអរគ្នាជម្រាបលាបាយបាយ